សីលធម៌របស់មនុស្សខ្មែរក្នុងផែនដីហ្លួងនរោត្តមខ្មែរជាជាតិប្រទេសដែលមានអរិយធម៌រុងរឿងជនជាតិនៃអ្នកនគរស្រុកនេះទៀតសោតច្រើនតែជាមនុស្សដែលមានឥរិយាបថជាជនថ្លៃថ្នូររាបសារនិងរស់នៅប្រកបដោយសុខដុមរមនាក្នុងជីវិតប្រចាំថ្ងៃដោយយោងតាមឯកសារលើរយម The Cambodge របស់លោក Zong Mora បានបរិយាយនិងលម្អិតពីសីលធម៌របស់មនុស្សខ្មែរក្នុងផែនដីហ្លួងនរោត្តមថាខ្មែរគឺជាជនជាតិដែលស្មោះត្រង់ប៉ុន្តែពួកគេមានចរិតអឹមអៀនទាំងស្រីទាំងប្រុសដែលទំនៀមនេះខុសផ្ទុយស្រឡះអំពីជនជាតិយួនដែលជាជាតិនគរដែលមានផែនដីជាប់គ្នាពួកគេរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ក្នុងវិធីជីវិតប្រចាំថ្ងៃនិងពុំចេះប្រោកប្រាជ្ញច្រើនឥតឈប់មាត់នោះឡើយហើយក៏ពុំសូវចេះនិយាយភូតកុហកផងដែរខ្មែរជាជនជាតិដែលចេះគួរសមហើយកម្រនិយាយដំឡើងសម្លេងខ្លាំងដូចទៅនឹងជនជាតិចិននៅពេលដែលពួកគេនិយាយទៅរកជនណាម្នាក់និងជាពិសេសខ្មែរពុំងាយប្រើប្រាស់សម្ដីប្រមាថមាក់ងាយដោយពាក្យមិនគប្បីនៅតាមទីសាធារណៈនោះទេយើងសឹងតែអាចនិយាយបានថាពុំមានប្រទេសណាមួយដែលមានក្រមជីវិតរស់នៅដែលមានសភាពស្មុគស្មាញខ្ពង់ខ្ពស់ហើយច្រើនស្អេកស្កះដូចទៅនឹងនគរខ្មែរឡើយពួកគេគោរពព្រះមហាក្សត្រដូចទៅនឹងអាទិទេពរីឯជនដែលមានបណ្ដាស័ក្តិខ្ពង់ខ្ពស់វិញគេកោតខ្លាចអំណាចតេជះយ៉ាងមុតមាំជាទីបំផុតនៅតាមដងផ្លូវបើកាលណាគេបានឃើញក្សត្រាក្សត្រីឬក្រុមព្រះញាតិរបស់ហ្លួងឬបើពុំដូច្នោះទេជាជនដែលមានបណ្ដាស័ក្តិខ្ពង់ខ្ពស់ឯណាយាងដើរឬដើរតាមផ្លូវដោយជិះស្របជាមួយខ្លួនគេរមែងតែអែបទៅម្ខាងផ្លូវឬបើជាកំពុងតែជិះសេះជិះរទេះគេត្រូវលោតចុះពីលើសេះឬរទេះមកដីភ្លាមដោយគេបង្អង់ឲ្យព្រះញាតិឬអ្នកដែលមានបណ្ដាស័ក្តិខ្ពង់ខ្ពស់នោះយាងនិងអញ្ជើញទៅមុនគេដោយពុំហ៊ានដើរឬជិះទន្ទឹមឡើយរហូតដល់អ្នកទាំងនោះយាងឬអញ្ជើញទៅមុនបាត់ទើបគេហ៊ានធ្វើដំណើរតាមពីក្រោយបើមានបង់ក្រមានៅលើស្មាឬឈ្នួតនៅលើក្បាលគេត្រូវប្រញាប់ប្រញាល់ដាក់ក្រមាចុះពីលើស្មាឬដោះឈ្នួតចេញពីក្បាលបើជាបុរសត្រូវដោះក្រមានោះមកក្រវ៉ាត់ឬចងនឹងចង្កេះជាការគួរសមនិងមិនត្រូវដើរបង់បោយដៃនៅពីមុខជនដែលមានឋានៈខ្ពង់ខ្ពស់ជាងខ្លួនឡើយប្រពៃណីរបស់ជនជាតិខ្មែរទាំងនោះនិយមលួនក្រាបនិងសំពះដោយសណ្ដូកដៃទាំងពីរនិងក្បាលដល់ដីចំពោះជនដែលមានបុណ្យស័ក្តិតេជះខ្ពង់ខ្ពស់ជាងខ្លួនទម្លាប់បែបនេះក៏គេឃើញថាជនជាតិខ្មែរប្រណិប័តគោរពធ្វើចំពោះព្រះសង្ឃផងដែរចំពោះជនណាដែលមានឋានៈតូចទាបឬថោកថយនៅពេលដែលទៅកាន់ផ្ទះរបស់បុគ្គលដែលមានបណ្ដាស័ក្តិខ្ពង់ខ្ពស់រូបណាមួយគេអាចវិលត្រឡប់ទៅផ្ទះខ្លួនវិញបានដរាបណាតែទទួលបានការអនុញ្ញាតឲ្យត្រឡប់ពីសំណាក់ម្ចាស់ផ្ទះតែប៉ុណ្ណោះហើយនៅពេលដែលគេចង់ចេញទៅវិញគេត្រូវដើរបន្ទន់ខ្លួនស្ទើរបាក់ជាពីររហូតដល់ផុតពីបរិវេណផ្ទះទើបគេអាចងើបដើរត្រង់ខ្លួនវិញបានហើយបើជនដែលមានឋានៈថោកថយឯណាម្នាក់ហ៊ានប្រហើនប្រឆាំងនឹងច្បាប់ទម្លាប់នេះគេរាប់ថាជាជនជំលើយឥតសីលធម៌ពុំដឹងខ្ពស់ទាបយល់ខុសយល់ត្រូវហើយគេនឹងចាប់យកទៅធ្វើទុកបុកម្នេញដោយធ្វើទារុណកម្មឬក៏សម្លាប់ចោលទៀតផងក៏សឹងតែមានបើទោះបីជាយ៉ាងដូច្នោះក៏ពិតមែនជនជាតិខ្មែរទាំងព្រះមហាក្សត្រទាំងក្រមព្រះញាតិទាំងជនដែលមានបណ្ដាស័ក្តិខ្ពង់ខ្ពស់រាប់រហូតទៅដល់ជនដែលមានឋានៈជាទាសករតូចទាបពួកគេនិយមចូលចិត្តធ្វើបុណ្យដាក់ទានតាមប្រពៃណីដូនតារបស់ពួកគេណាស់កិរិយាមាយាទព្រមទាំងរបៀបនៃការរស់នៅរបស់ជនជាតិខ្មែរយ៉ាងដូចនោះហើយដែលធ្វើឲ្យជនជាតិបារាំងព្រមទាំងជាតិសាសន៍ដទៃមានការស្ញប់ស្ញែងនៅជនជាតិខ្មែរជាពន់ពេក